នេះគឺជារូបពណ៌លឿងហើយនៅផ្នែកមានបេសកកម្មរយៈពេល24ម៉ោងក្នុងការញ៉ាំមីក្រូបានឲ្យជាពណ៌លឿងឲ្យបានចំនួន50មុខខុសៗគ្នាតែខ្ញុំអាចញ៉ាំទៅបានមានន័យថាក្នុងរយៈពេល24ម៉ោងហ្នឹងមិនថាជារបស់ខ្ញុំឬក៏ជារបស់កាយឆ្នៃទេគឺថារបស់ទាំងនោះមុនចូលក្នុងមាត់ខ្ញុំគឺត្រូវតែជាពណ៌លឿងជានិច្ចអូយមិនដឹងជាអីជូដល់កហ្មងនេះហូយចង់និយាយថាលើកទី1ណាញ៉ាំក្រែមពណ៌លឿងលេខជាមួយលេខ5ណោះនេះបើសិនជាខ្ញុំញ៉ាំពណ៌លឿងឲ្យគ្រប់50មុខមុនរយៈពេល24ម៉ោងទេគឺខ្ញុំនឹងអស់លុយ20,000រៀលទៅពណ៌ស្រីរបស់ខ្ញុំហើយត្រូវលេងចានរយៈពេល2ទឹកទៀតតែបើសិនជាខ្ញុំធ្វើវាជោគជ័យ50មុខមុនរយៈពេល24ម៉ោងវិញគឺខ្ញុំឲ្យពណ៌ខ្ញុំលេងចានរយៈពេលពេញមួយខែតែម្ដងហើយបេសកកម្មនឹងចាប់ផ្ដើមនៅម៉ោង7ព្រឹកតែម៉ោងនិយាយទៅខ្ញុំពីក្រែតបាននឹងអីផងប៉ុន្តែក៏បានឃើញវត្ថុចម្លែកមួយនៅក្នុងភួយខ្ញុំនោះគឺជាក្រូចឆ្មាពណ៌លឿងហ្នឹងហើយហើយក៏បានតែកាពុះក្រូចឆ្មាពណ៌លឿងហ្នឹងញ៉ាំយកតែហ្មងទៅជួដល់អើយឥឡូវញ៉ាំបានមួយចឹងតែធ្វើឯណាបានចំនួន50មុខក្រោយពេលមកក៏ដល់ពេលចូលក្នុងបន្ទប់ទឹកស្រាប់ពេលក៏បានឃើញតែគេបញ្យល់ថងមួយគឺថាក្នុងថងហ្នឹងបានឃើញរបស់ខ្ញុំពណ៌លឿងដល់ទៅ3មុខឯណោះដល់ចង់ខាត់ពេលច្រើនខ្ញុំក៏បានតែកម្មយករបស់ពណ៌លឿងទាំង3ហ្នឹងចូលក្នុងបន្ទប់ទឹកញ៉ាំតែហ្មងទៅអូយមិនដឹងជាអីជូដល់កហ្មងនេះហើយក៏បានតែកាច់ញ៉ាំនំពណ៌លឿងទី3របស់យើងក៏ដូចជានំពណ៌លឿងផ្សេងមួយទៀតនៅក្នុងបន្ទប់ទឹកហ្នឹងតែហ្មងទៅក្រោយពីបន្ទប់ទឹកមកក៏បានឃើញរបស់ខ្ញុំពណ៌លឿងផ្សេងពីគ្នាទៀតហើយជុំហើយតែគេចិត្តល្អខ្លាំងម៉េះលេងដាក់នំនឹងឲ្យញ៉ាំតែហ្មងសំខាន់គឺជានំពណ៌លឿងទៀតហើយក៏បានតែកាច់ញ៉ាំរបស់ពណ៌លឿងទី5តែហ្មងទៅនិយាយទៅគឺថារសជាតិចេញមកប៉ែមក្រោយពីមកក៏ញ៉ាំនំពណ៌លឿងទី6របស់យើងស្រាប់ពេលពងញ៉ាំសសក៏បានឃើញស្វាយពណ៌លឿងនៅលើតុរបស់ខ្ញុំក៏ដូចជាផ្លែចេកពណ៌លឿងនៅចិត្តខ្ញុំទៀតហើយក៏បានតែកាច់ញ៉ាំរបស់ពណ៌លឿងនឹងពីមុខចូលគ្នាតែហ្មងទៅនិយាយទៅគឺថាបាន3មុខហើយក្រោយពីមកក៏ធ្វើដំណើរទៅក្រៅរបស់ខ្ញុំពណ៌លឿងទៀតពេលនោះទីមកចំនួនហើយខ្ញុំក៏ចង់បន្ថែមលក្ខខណ្ឌពីលើមួយទៀតបើសិនជាខ្ញុំហេតុតែញ៉ាំឲ្យផ្សេងក្រៅពីពណ៌លឿងគឺខ្ញុំនឹងពិន័យខ្លួនឯងដល់ចំនួនតួលេខចេញមួយនៅខាងលើនេះនៅចំនួនដែលខ្ញុំញ៉ាំបាននឹងមានន័យថាបើសិនជាខ្ញុំញ៉ាំមក8មុខគឺនឹងធ្លាក់មកនៅសល់7មុខដំទីក្រមកក៏បានធ្វើដំណើរទៅដល់កន្លែងម៉ាត់លួយញ៉ាំមកស្ទូក្រមកក៏បានរកឃើញនំពណ៌លឿង2មុខនេះក៏ដូចជាស្ករមានគ្រាប់ពណ៌លឿងមួយប៉ោបនេះនិងនំពណ៌លឿងនេះមួយទៀតនិយាយទៅគឺថាខ្ញុំរកបានដល់ទៅ4មុខផ្សេងៗពីគ្នាហើយក៏តែកាំងអង្គុយញ៉ាំនៅក្នុងម៉ាត់របស់គេតែហ្មងទៅពេលនោះទៀតខ្ញុំបានបង្កើតកំហុសមួយបាត់ទៅហើយចុះហើយមិនច្រឡំញ៉ាំគ្រាប់ពណ៌ស្វាយនឹងខាងមុខលេងមកនេះថាញ៉ាំគ្រាប់ពណ៌លឿងនេះមិនត្រូវនេះរួចក៏បានធ្វើការដាក់ចូលក្នុងមាត់ញ៉ាំដើម្បីឲ្យកាន់ចំនួនតួលេខឡើងវិញហើយនៅសល់ពីមុខចុងក្រោយនៅលើតុហ្នឹងខ្ញុំក៏បានធ្វើការបញ្ចោតរបស់ពណ៌លឿងហ្នឹង2មុខយកតែម្ដងក្រោយពីមកក៏ធ្វើដំណើរដើររបស់ខ្ញុំពណ៌លឿងទៀតស្រាប់ពេលនៅតាមផ្លូវក៏បានរកឃើញនំដែលជាពណ៌លឿងដល់ទៅ3មុខផ្សេងៗពីគ្នាទៀតពេលនោះក៏បានរកឃើញថែមមួយមុខទៀតដែលជានំពណ៌លឿងនេះហើយក៏បានរកកន្លែងឈុំម៉ូតូឬក៏បានធ្វើការញ៉ាំតែហ្មងទៅនិយាយទៅគឺថាសប្បាយក្នុងការញ៉ាំខ្លាំងមែនទែនហើយវាក៏ជា3មុខផ្សេងៗពីគ្នាផងដែរនេះគឺជានំញ៉ាំពណ៌លឿងផ្សេងមួយទៀតទី15ឬក៏ធ្វើដំណើរដើររបស់ខ្ញុំពណ៌លឿងទៀតស្រាប់ពេលក៏បានឃើញនំប៉័ងអាមេសាជាពណ៌លឿងនេះក៏ដូចជាពោស្ញាពណ៌លឿងនេះមួយទៀតឬក៏បានធ្វើការញ៉ាំទាំងពីរមុខនៅតាមផ្លូវតែហ្មងទៅដល់ទីក្រោយមកទៀតក៏បានទៅដល់កន្លែងគីឡូបាយឆាក៏ដូចជាមីឆាហើយពងក្លឹបពណ៌លឿងមួយទៀតឬក៏បានធ្វើការច្បោះតែ3មុខនំពណ៌លឿងចូលគ្នាញ៉ាំយកតែហ្មងទៅនិយាយទៅគឺថាសប្បាយខ្លាំងមែនតើនៅក្នុងការញ៉ាំបាយដែលជាពណ៌លឿងហ្នឹងចង់ឲ្យថាខ្ញុំញ៉ាំបាយដែលជាពណ៌លឿងបាន20មុខឯអ្នកគ្នាចឹងមានន័យថាខ្ញុំត្រូវការញ៉ាំតែ30មុខចុងក្រោយប៉ុណ្ណោះអ្នកតគ្នាក៏ភ្លេចជួយ follow page ខ្ញុំមួយផងបានដើម្បីឲ្យចប់បានចំនួន 50k follower អរគុណច្រើនហើយក៏ធ្វើការរករបស់ខ្ញុំពណ៌លឿងទៀតពេលនោះទេគឺមកដល់មួយជាងហើយមកស្ទូក្រុមមកក៏បានឃើញគ្រាប់លីហាដែលមានសបកពណ៌លឿងនេះក៏ជាក្រែមពណ៌លឿងថែមមួយមុខទៀតឬក៏បានយកសបកលីហាពណ៌លឿងនឹងលេខជាមួយនឹងក្រែមចូលគ្នាហូយចង់និយាយថាលេខទី1ណាញ៉ាំក្រែមពណ៌លឿងលេខជាមួយលីហាណោះនេះក្រោយពេលមកក៏ធ្វើដំណើរដើររករបស់ខ្ញុំពណ៌លឿងទៀតខាងទីក្រុមមកក៏បានឃើញសាញ់ពើពណ៌លឿងនេះអាយ៉ានំប៉ាពណ៌លឿងតានេះនំស្រូបពណ៌លឿងផ្សេងមួយទៀតនេះសាញ់ពើរបស់ខ្ញុំទី23ពេលនោះគឺថាខ្ញុំញ៉ាំខុសពណ៌ទៀតអើយនៅមកចប់គេដាក់ឈ្មោះពណ៌លឿងហ្នឹងហើយពេលញ៉ាំឈ្មោះពណ៌បៃតងជុំលេងខ្ញុំហីព្រោះក៏បានទៅកាញ់ញ៉ាំនំប៉ាពណ៌លឿងដើម្បីឲ្យការដល់លេខទី23វិញពេលនោះទីមកដល់2កន្លះហើយស្រាប់ពេលនោះខ្ញុំមកទៅដល់កន្លែងតូមួយគឺថាសតជារបស់ខ្ញុំពណ៌លឿងអ្នកនេះហើយក៏ទិញមកពណ៌លឿងដល់5មុខខុសៗពីគ្នាពេលនោះក៏ទិញមកថែមម្ដងពណ៌លឿងមួយទៀតឬក៏ធ្វើដំណើរទៅផ្ទះវិញក៏ដល់ផ្ទះវិញភ្លាមក៏បានកាន់ផ្លែម្ដងចូលក្នុងបន្ទប់ទឹកញ៉ាំយកតែម្ដងខ្ញុំនៅសល់របស់ពណ៌លឿង5មុខផ្សេងៗពីគ្នាទៀតនិយាយទៅមានដូចជាគៀវប្រហិតត្រីហើយនិងស្រាមពណ៌លឿងហ្នឹងហើយក៏បានញ៉ាំគៀវពណ៌លឿងទី25នេះក៏ដូចជាពងទាកូននេះទី26ហើយខ្ញុំក៏បានបោះទូរកោរបស់ខ្ញុំពណ៌លឿងទៀតពេលនោះក៏បានឃើញតកោឈូសពណ៌លឿងទៀតហើយក៏បានយកស្រាមពណ៌លឿងហ្នឹងលេងជាមួយតកោឈូសឬញ៉ាំចូលគ្នាបានពណ៌លឿង2មុខបន្ថែមទៀតហើយពីនោះមកខ្ញុំបានបញ្ចុះរបស់ពណ៌លឿងនៅលើចានរបស់ខ្ញុំ2មុខបន្ថែមទៀតចំនួនដែលខ្ញុំញ៉ាំបានគឺ30ហើយអ្នកគ្នាពេលនោះទៅគឺម៉ោង2ហើយគឺថាខ្ញុំនៅតែឃ្លីនចង់ញ៉ាំរបស់ពណ៌លឿងទៀតក្រោយពីនោះមកក៏ធ្វើការរត់នៅតាមម៉ាប់ផ្សេងទៀតពេលនោះក៏បានឃើញស្ករតតាពណ៌លឿងមួយនេះស្ករក្រូចឆ្មាពណ៌លឿងនំប្រទេសហឺពណ៌លឿងក៏ជារបស់ផ្សេងៗជាច្រើនទៀតនិយាយទៅគឺថារបស់ពណ៌លឿងរកបានដល់តែ7មុខឯណោះហើយក៏ធ្វើដំណើរទៅនៅតាមម៉ាប់ផ្សេងទៀតពេលនោះក៏បានឆ្លៀតឈប់ម៉ូតូនៅតាមផ្លូវញ៉ាំរបស់ពណ៌លឿងបាន2មុខបន្ថែមទៀតហើយចាត់ក៏បានឃើញបន្លែពណ៌លឿងមួយនៅតាមផ្លូវទៀតឬក៏បានធ្វើការញ៉ាំបន្លែពណ៌នោះឡើងទៅដល់ទី33 5ទីក្រោយមកក៏បានទៅដល់កន្លែងម៉ាប់ផ្សេងមួយទៀតពេលនោះក៏បានឆ្លៀតកាន់ស្ករគ្រាប់ពណ៌លឿងជាមកលុតដើម្បីឲ្យកាន់ចំនួនតួលេខមួយទៀតមកស្ទូក្រោយមកក៏បានឃើញរបស់ពណ៌លឿង3មុខបន្ថែមទៀតដូចជានំខេរ៉ូជីត្រេនស្ដេចពណ៌លឿងនិងរកូពណ៌លឿងហើយក្នុងកតាខ្ញុំគឺនៅសល់របស់ពណ៌លឿង3មុខទៀតនិយាយទៅគឺថាដឹងសប្បាយក្នុងការញ៉ាំហើយឬក៏បានញ៉ាំរកូពណ៌លឿងនេះដើម្បីបើកម្លាំងអញ្ចឹងណាក្រោយពីមកក៏ធ្វើដំណើរទៅដល់កន្លែងមាត់ទន្លេទោះបីញ៉ាំម្ទេសពណ៌លឿងវិញម្ដងមកខ្ញុំមិនដឹងមិនម៉ាទេអ្នកនរគ្នាឬក៏ញ៉ាំម្ទេសពណ៌លឿងហ្នឹងទៅ
នេះនំខេបលឺរសជាតិត្រេមវិញម្ដងនំនឹងឆ្ងាញ់ខ្លាំងណាស់គ្នារសជាតិត្រេមហ្មងឬក៏បានញ៉ាំទឹកផ្អែមពណ៌លឿងក៏ដូចជាស្ដែកពណ៌លឿងនេះនិយាយទៅមកបានចំនួនទូលេខប៉ុណ្ណឹងគឺថាខ្ញុំបានថាខ្លួនណាចាយលុយអស់ប្រហែលទេអ្នកគ្នាហើយខ្ញុំគិតថាសតរបស់ញ៉ាំពណ៌លឿង2មុខទៀតពេលនេះក៏បានញ៉ាំរបស់ពណ៌លឿងទី40ប៉ុន្តែរឿងសុយក៏បានកាត់ឡើងទៀតគឺថាខ្ញុំញ៉ាំខុសពីពណ៌លឿងទៀតហើយឬក៏ខាតចំនួនមួយលេខទៀតពេលនោះគឺថាមក4ជាងហើយខ្ញុំត្រូវការញ៉ាំថ្មីឲ្យជប់ជិះ11មុខទៀតហើយក៏ធ្វើដំណើរទៅដល់កន្លែងសាទៅនឿមួយនិយាយទៅក៏ខ្ញុំក៏មានផ្សេងក្រៅពីរបស់ញ៉ាំពណ៌លឿងតែអ្នកគ្នាពេលនោះក៏បានរកឃើញដលងពណ៌លឿងក៏ដូចជានំពណ៌លឿងនេះមួយទៀតហើយក៏បានញ៉ាំតែ2មុខនោះចូលគ្នាឡើងទៅដល់ទី41មកស្ទុយក្រោយមកក៏បានរកឃើញស៊ូស៊ីពណ៌លឿង2មុខផ្សេងៗពីគ្នាទៀតហើយក៏បានញ៉ាំសាច់ពណ៌លឿងនេះក៏ដូចជាពងត្រីពណ៌លឿងនេះតែច្រឡំដាក់ជុំមកទាំងស្រ័យហើយនឹងបាយទីមានរៃខាតអស់មួយលេខទៀតពេលនោះក៏បានរកឃើញនំមួយទៀតដែលមានរសជាតិត្រេមពណ៌លឿងហើយក៏បានដាក់ជុំមកញ៉ាំទៀតទៅនិយាយទៅជីមិនធ្វើយ៉ាងណាដើម្បីឲ្យពងខ្ញុំលេងចាំមួយខែតទៅបានញ៉ាំមក43តែសំខាន់ទៅបានផ្លែត្រេមចូលមាត់ទេអ្នកគ្នាពេលនោះក៏បានរកឃើញរបស់ពណ៌លឿង3មុខចុងក្រោយនៅក្នុងសាត្រេមហ្នឹងហើយក៏បានធ្វើការដាក់បារាហើយនឹងញ៉ាំបដាទៀតនិយាយទៅជប់ជ័យហើយនេះរបស់ញ៉ាំទី46ហើយខ្ញុំត្រូវការញ៉ាំតែ4មុខចុងក្រោយប៉ុណ្ណោះគឺថាខ្ញុំនឹងជីធ្វើមិនឲ្យជប់ជ័យតែម្ដងពេលនោះក៏ធ្វើដំណើរទៅដល់កន្លែងម៉ាត់ផ្សេងមួយទៀតហើយក៏បានឃើញរបស់ញ៉ាំ2មុខដែលជាពណ៌លឿងទៀតឬក៏បានធ្វើការញ៉ាំសមួយដែលមានជីពណ៌លឿងនេះក៏ជារបស់ពណ៌លឿងនេះទី48ឬក៏បានធ្វើការទៅរបស់ញ៉ាំ2មុខចំរបស់យើងចុងក្រោយគេថាមកគឺផ្លែត្រេមពណ៌លឿងហើយអ្នកគ្នាចុះមិននឹងផ្លែពណ៌លឿងណែមែនឬក៏បានយករបស់ទាំងពីរនេះទៅបញ្ចប់នៅផ្ទះតែហ្មងទៅនេះជារបស់ញ៉ាំ2មុខចុងក្រោយផងដែរដែលខ្ញុំធ្វើការញ៉ាំតែម្ដងហើយក៏បានធ្វើការញ៉ាំផ្លែពណ៌លឿងទី49និងចុងក្រោយគេផ្លែត្រេមទី50ទីបំផុតខ្ញុំជប់ជាបានចំនួនតួលេខ50ហើយអ្នកគ្នាពីម៉ោង7ព្រឹករហូតដល់ស្មើនេះម៉ោង1យប់គឺតែញ៉ាំរបស់ពណ៌លឿងសាហាវខ្លាំងទៅមែនតើអីលេងចាំមួយខែលេងចាំមួយខែឲ្យលុយ50000ទេសម្រាប់លើទៅចិត្តលេងចាំមួយខែមិនក៏មែនអូខេតែកុំភ្លេចឲ្យលេងចាំមួយខែវីដេអូយើងក៏បានបញ្ចប់ត្រឹមហ្នឹងបាយ